បាទសួស្តីបងប្អូនទាំងអស់គ្នាជួបគ្នាទៀតហើយជាមួយនឹងខ្ញុំបាទ MSI អញ្ចឹងនៅក្នុងថ្ងៃនេះខ្ញុំបាទសូមធ្វើការបង្ហាញនៅឧបករណ៍សម្រាប់បាញ់ផ្សែងសម្រាប់មូសរុយនៅតាមគេហដ្ឋានក៏ដូចជានៅតាមក្រោលគោរោងចិញ្ចឹមសត្វផ្សេងៗអញ្ចឹងឧបករណ៍នេះគឺមានតម្លៃធូរថ្លៃហើយងាយស្រួលការប្រើប្រាស់ដោយសារយើងចំណាយលុយតែម្ដងហើយចំណាយតិចតួចយើងនឹងទទួលទិន្នផលឬក៏ប្រើប្រាស់បានរយៈពេលយូរអញ្ចឹងឧបករណ៍នេះគឺយើងប្រើជាមួយនឹងម៉ាស៊ីនបងប្អូនណាខ្ញុំនឹងចេញវីដេអូក្រោយប្រាប់អំពីរបៀបនៃការប្រើប្រាស់អញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំសូមប្រាប់ឬក៏ណែនាំបងប្អូនទាំងគ្នាឲ្យស្គាល់នៅឧបករណ៍បាញ់ផ្សែងនេះសិនឧបករណ៍បាញ់ផ្សែងនេះគឺយើងប្រើជាមួយនឹងម៉ាស៊ីនដែលមានចំណុះទឹកម៉ាស៊ីនដែលយើងអាចដាក់បានគឺចំណុះ2លីត្របងប្អូនណាគឺចំណុះ2លីត្រអញ្ចឹងឈុតនេះគឺមានធុងដែលយើងអាចលេងម៉ាស៊ីនបាន2លីត្រមួយហើយយើងមានកំប៉ុងហ្គាសបងប្អូនមានកំប៉ុងហ្គាសនេះគឺដាក់ភ្ជាប់ជាមួយឈុតតែម្ដងនៅពេលដែលយើងទិញឈុតបាញ់ផ្សែងគឺមានកំប៉ុងហ្គាសមកជាមួយដោយយើងមិនចាំបាច់ទៅទិញកំប៉ុងនៅខាងក្រៅទេបងប្អូនណាបន្ទាប់មកទៀតគឺយើងមានទឹកថ្នាំបងប្អូនណាទឹកថ្នាំនេះគឺចំណុះ100មីលីលីត្របងប្អូនទឹកថ្នាំនេះគឺចំណុះ100មីលីលីត្រគឺយើងងាយស្រួលក្នុងការប្រើប្រាស់ហើយមានសមត្ថភាពក្នុងការសម្លាប់មូសរុយក៏ដូចជាសត្វល្អិតផ្សេងៗអញ្ចឹងនៅក្នុងមួយឈុតនេះគឺរួមមានទី1គឺធុងសម្រាប់ប្រើប្រាស់ជាមួយនឹងម៉ាស៊ូត2លីត្រកំប៉ុងហ្គាសមួយក៏ដូចជាទឹកថ្នាំ100មីលីលីត្រសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលចាប់អារម្មណ៍ក្នុងការប្រើប្រាស់ឈុតបាញ់ថ្នាំនេះគឺបាញ់ផ្សែងសម្រាប់មូសនៅតាមគេហដ្ឋានក៏ដូចជាតាមរោងចិញ្ចឹមសត្វបងប្អូនក៏ដូចជានៅតាមទីធ្លាឬក៏ក្នុងទីធ្លាចំការអីផ្សេងៗនោះគឺពុកម៉ែបងប្អូនទាំងអស់គ្នាអាចធ្វើការទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទពីខ្សែគឺ0 9 85 83 25និង0 9 9 35 85និង35ខ្ញុំបាទមានសេវាសម្រាប់ផ្ញើចេញគ្រប់ខេត្តក្រុងនៅក្នុងប្រទេសកម្ពុជាសូមអរគុណ